បងប្អូនទាំងអស់គ្នាមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំចង់មកណែនាំសេវាកម្មពីរផ្សេងគ្នាដែលភ្ញៀវគាត់តែងតែយល់ច្រឡំគឺទី1គឺសេវាកម្មចាក់លើកសាច់ដុំផ្ទាល់សងខាងជាមួយនឹងមួយទៀតគឺសេវាកម្ម Mesotherapy ចាក់ដើម្បីឲ្យស្បែកមុខយើង glow skin ចឹងសេវាកម្មពីរនេះគឺវាខុសគ្នាណាសម្រាប់ Meso ដែរខ្ញុំណែនាំបងប្អូនទាំងអស់គ្នាចាក់ជារៀងរាល់ខែក្នុងមួយខែម្ដងដើម្បីចិញ្ចឹមស្បែកមុខយើងបណ្ដុះ collagen នៅក្នុងស្បែកធ្វើឲ្យស្បែកយើងក្មេងជាងវ័យមានសំណើមហើយកាលណាស្បែកយើងមានសំណើមគឺស្បែកយើងគឺអត់ឆាប់ចាស់បងប្អូនទាំងអស់គ្នាហើយមួយវិញទៀតបើនិយាយពីសេវាកម្មចាក់បតឹងលើកស្បែកមុខវិញគឺគេចាប់ផ្ដើមចាក់ប្រហែលជា5ទៅ7ចំណុចទៅតាមប្រភេទវីតាមីនខុសៗគ្នាណាព្រោះអាវីតាមីនចាក់បតឹងសាច់ដុំនឹងដែរគឺវាមានច្រើន brand ខ្លះយើងត្រូវចាក់7ចំណុចហើយ brand ខ្លះទៀតគឺយើងចាក់ត្រឹមតែ5ចំណុចទេប៉ុន្តែវីតាមីនចាក់បតឹងស្បែកមុខដែរខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចាក់ជារៀងរាល់3ខែម្ដងដើម្បីឃើញប្រសិទ្ធភាពកាន់តែខ្ពស់ប៉ុន្តែអានឹងក៏វាមានផលវិបាករបស់វាដែរភ្ញៀវខ្លះចាក់ហើយទៅវាប្រដោះ collagen វាបតឹងស្បែកមុខបានល្អភ្ញៀវខ្លះទៀត result វាចេញមកវាមិន 100% ដូចអ្វីដែលយើងរំពឹងទុកអញ្ចឹងបងប្អូនទាំងអស់គ្នាកុំតន់អស់សង្ឃឹមអាចបន្តការចាក់បន្ថែមទៀតពេលខ្លះយើងចាក់2ទៅ3ដងអត់ទាន់បានឃើញផលហើយយើងចាក់លើកទី4លើកទី5ឡើងគឺចាប់ផ្ដើមឃើញផលហើយសម្រាប់Mesotherapy ជាមួយនឹងចាក់បតឹងសាច់ដុំមុខគឺយើងអាចធ្វើ2ក្នុងពេលតែមួយបានណាបងប្អូនទាំងអស់គ្នាហើយសម្រាប់មួយវិញទៀតបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យមុខយើងវាមាន result កាន់តែច្បាស់ចេញ shape កាន់តែច្បាស់បងប្អូនអាចគប់ផ្សំជាមួយនឹងសេវាកម្ម HIFU ឬមួយក៏ Tamac បានដូចគ្នាណាអញ្ចឹងយើងអាចធ្វើក្នុងពេលតែមួយបានដូចគ្នាបងប្អូនទាំងអស់គ្នាបើសិនជាមានចម្ងល់ពាក់ព័ន្ធមួយសម្ផស្សឬមួយក៏មានចម្ងល់ពាក់ព័ន្ធជាមួយនឹង filler Botox ឬមួយក៏ Mesotherapy ចាក់បតឹងសាច់ដុំឬមួយក៏ចម្ងល់ផ្នែកវះកាត់អីអាចប្រឹក្សាផ្ទាល់ជាមួយនឹងខាងពួកយើងបានណាគឺប្រឹក្សាជូនដោយ free អត់មានកាត់ថ្លៃប្រឹក្សាទេហើយសម្រាប់ខែ4នេះដែរគឺពួកយើងកំពុងតែមាន promotion សម្រាប់ចូលឆ្នាំខ្មែរអញ្ចឹងរកបងដែលគាត់បន្ទូសេវាកម្មនឹងបាន discount រហូតដល់ 70% ទៅលើសេវាកម្មណាអរគុណ